Snow កំភ្លើង22គ្រាប់បាក់ទូឡើងនៅតំបន់ច្រកអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យនៅថ្ងៃអាទិត្យនេះដោយកម្ពុជាអះអាងថាជាការបាញ់ពីយោធាថៃខណៈដែលសារព័ត៌មានថៃវិញបែរជាចោទទាហានខ្មែរថាជាអ្នកបង្កភាពតានតឹងនៅមុខខ្សែការពារតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី24ខែឧសភាឆ្នាំ2026ចន្លោះម៉ោង9:24នាទីដល់ម៉ោង10:10នាទីព្រឹកមាន Snow កំភ្លើងចំនួន22គ្រាប់ត្រូវបានបាញ់ដោយកងទ័ពថៃនៅក្នុងតំបន់អូស្មាច់ជាទឹកដីកម្ពុជាដែលកំពុងត្រូវបានកងទ័ពថៃកាន់កាប់ដោយខុសច្បាប់ក្រោយហេតុការណ៍នេះក្រុមការងារទំនាក់ទំនងភូមិភាគ4របស់កម្ពុជាបានផ្ញើលិខិតតវ៉ាទៅកាន់ក្រុមការងារទំនាក់ទំនងភូមិភាគ2របស់ថៃដោយទាមទារឲ្យភាគីថៃពិនិត្យស្រាវជ្រាវហេតុការណ៍នេះរឹតបន្តឹងវិន័យកងទ័ពរបស់ខ្លួននិងគោរពតាមសេចក្តីថ្លែងការណ៍រួមដែលបានព្រមព្រៀងកាលពីចុងឆ្នាំ2025ក៏ប៉ុន្តែស្របពេលដែលកម្ពុជាចេញលិខិតតវ៉ាសារព័ត៌មានមួយចំនួននៅក្នុងស្រុកថៃបានបង្ហោះសារលើបណ្ដាញសង្គមដោយចោទថាទាហានកម្ពុជាបានតម្រង់កំភ្លើងដាក់ទាហានថៃនិងដើរចូលទៅជិតទីតាំងដែលកងទ័ពថៃកំពុងឈរជើងរហូតទាហានថៃស្រែកឲ្យថយចេញហេតុការណ៍នេះកើតឡើងស្របពេលដែលបរិយាកាសនៅតាមព្រំដែនកម្ពុជាថៃនៅមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងចាប់តាំងពីការប្រយុទ្ធគ្នាបានបញ្ចប់កាលពីចុងខែធ្នូឆ្នាំ2025ដោយរយៈពេលកន្លងទៅនេះតែងតែមានការចោទប្រកាន់និងព័ត៌មានផ្ទុយគ្នាជាបន្តបន្ទាប់ពីភាគីទាំងពីរជុំវិញសកម្មភាពយោធានិងការចាត់ឡាត់កម្លាំងនៅតំបន់ជាប់ព្រំដែនខ្ញុំរស់សុធាពី News Today NTTV